បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអូថ្ងៃនេះខ្ញុំបានលើកយកគាថាស្នេហ៍សម្ដីមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអូយកទៅសិក្សារៀនសូត្រណាគាថាស្នេហ៍សម្ដីនេះណារបៀបប្រើប្រាស់ហ្នឹងគឺយើងប្រើណាសម្រាប់ជាស្នេហ៍សម្ដីណាពេលដែលយើងនិយាយទៅណាដើម្បីឲ្យគេគោរពចូលចិត្តអាណិតស្រឡាញ់យើងណាពេលដែលយើងទៅធ្វើការឬក៏លក់ដូររកស៊ីក្តីណាឬក៏យើងទៅនិយាយណាជាមួយប្រពន្ធយើងប្តីយើងគូសង្សាររបស់យើងណាដែលគេមិនសូវយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីរបស់យើងណាយើងអាចយកគាថានេះណាមកសូត្រសែងណាផ្លុំដាក់ប្រេងណាម្សៅក្រមួនទឹកអប់ក្រែមប្រេងកូឡាទៅណាយើងយកមកលាបយើងយកមកបាញ់ដាក់ខ្លួនយើងយកណាមកលាបនៅលើបបោមាត់របស់យើងទៅរួចយើងយកទៅនិយាយជាមួយប្តីយើងសង្សាររបស់យើងប្រពន្ធរបស់យើងទៅណាដើម្បីឲ្យគេស្ដាប់ពាក្យសម្ដីយើងយកចិត្តទុកដាក់ជាមួយយើងវិញអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងទេកុំឲ្យខាតពេលវេលាកាន់ទៅវែងឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាអេហេសារិកាស្នេហាមៈម្ដងទៀតអេហេសារិកាស្នេហាមៈអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអូយកទៅសិក្សារៀនសូត្រតាមការគួរចុះណា